ដំសនីឯកផ្កាយ5ផុតលេខបានប្រកាសថាកម្ពុជាមិនស្ងៀមនោះទេត្រូវតែការពារទឹកដីយ៉ាងដាច់ខាតក្រោយពីការឈ្លានពានថ្មើរជើងតាមឱកាសលោកបានបញ្ជាក់ថាគឺមិនឲ្យចោលសៀមនេះធ្វើតាមតែអំពើចិត្តបាននោះទេភាពតានតឹងឡើងដល់កំពូលនឹងការបដិញ្ញាចិត្តរបស់កម្ពុជាសេចក្តីថ្លែងការណ៍ដ៏កក្រើករបស់នាយឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខគឺសម្ដេចហ៊ុនសែនកាលពីប្រមាណថ្ងៃមុននេះក្នុងខែធ្នូឆ្នាំ2025បានបង្ហាញយ៉ាងច្បាស់ពីការកើនឡើងនូវចំនួនប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនបន្ទាប់ពីកម្ពុជាត្រូវបានបង្ខំប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួននាយឧត្តមសេនីយ៍បានបដិសេធយ៉ាងដាច់អលង្ការរាល់ការចោទប្រកាន់ថាកម្ពុជាលំមសង្គ្រាមដោយសង្កត់ធ្ងន់ថាលើការអត់ធ្មត់យូរអង្វែងហើយនិងការគោរពបទជបាញ់ប៉ុន្តែបានបន្ថែមថាការឈ្លានពានដោយថ្មើរជើងចូលមកកាន់កាប់ចំណុចរបស់កម្ពុជាគឺជាបន្ទាត់ក្រហមដែលមិនអាចឆ្លងកាត់បានគោលការណ៍សំខាន់ខាងថៃនោះគឺពួកគេមិនត្រូវការពារសន្តិភាពទេប៉ុន្តែយើងក៏មិនស្ងៀមដែរក៏ត្រូវតែទប់ទល់ការពារដែនដីសវណ្ណភូមិរបស់កម្ពុជាសេចក្តីប្រកាសនេះបានបោះជំហានដំបូងនៃយុទ្ធសាស្ត្រមិនចោះញោមរបស់កម្ពុជាក្នុងការការពារបូរណភាពទឹកដីជាតិពីការឈ្លានពានពីសំណាក់ចៅសៀមនេះការបង្ខំចិត្តវាយតបតដើម្បីការពារខ្លួននិងសារទៅកាន់អន្តរជាតិការបំពានលើបទជបាញ់និងការវាយលុកកាន់កាប់នាយឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខបានបង្ហាញនៅព័ត៌មានលម្អិតពីការអត់ធ្មត់របស់កម្ពុជាដើម្បីអនុញ្ញាតឲ្យមានការជំលះប្រជាពលរដ្ឋចេញពីតំបន់ប្រឈមមុខទោះជាយ៉ាងណាក៏ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរនៅពេលដែលអនុទីនរដ្ឋមន្ត្រីថៃបានប្រកាសថាជាសាធារណៈក្តៀងអំពីចេតនាវាយយក11ចំណុចនៃព្រំដែនរបស់កម្ពុជាដែលនាំឲ្យមានការឈ្លានពានដោយថ្មើរជើងនិងតាមឱកាសចូលមកកាន់កាប់ទីតាំងការពាររបស់កងទ័ពកម្ពុជាការត្រៀមលក្ខណៈយោធាត្រូវបានធ្វើឡើងដើម្បីទប់ទល់នឹងរាល់ទម្រង់នៃការឈ្លានពានទាំងអស់ទាំងថ្មើរជើងនិងតាមអាកាសសារនេះបង្ហាញពីភាពមិនអាចទទួលយកបាននៃគំនិតដែលថាកម្ពុជាស្វែងរកចំនួនប៉ុន្តែបានបង្ខំចិត្តការពារខ្លួនដោយមិនមានជំរឿផ្សេងនោះឡើយគោលជំហររឹងមាំរបស់បូរណភាពទឹកដីសេចក្តីថ្លែងការណ៍របស់នាយឧត្តមសេនីយ៍ផ្កាយមាស5ផុតលេខគឺសម្ដេចហ៊ុនសែនគឺជាសញ្ញាដាស់តឿនដ៏ធ្ងន់ធ្ងរមួយវាអាចបញ្ជាក់ជាថ្មីនៅគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាដែលមិនអាចចោះញោមចំពោះការឈ្លានពានណាមួយឡើយមិនថាថ្មើរជើងមិនថាតាមឱកាសនោះទេលោកបានសង្កត់ធ្ងន់ថាកម្ពុជាត្រូវការសន្តិភាពប៉ុន្តែនៅពេលដែលគេមិនការពារសន្តិភាពនោះយើងក៏មិនស្ងៀមដែរគឺត្រូវតែទប់ទល់ការពារដែនដីសវណ្ណភូមិរបស់កម្ពុជាការប្រើប្រាស់កម្លាំងយោធាគឺជាជំរើសចុងក្រោយបន្ទាប់ពីការអត់ធ្មត់មានកម្រិតនោះសារដ៏មុតមមដែលលោកបានថ្លែងពីខែមុនត្រូវបានអនុវត្តយ៉ាងពេញលេញនាពេលនេះបើសិនជាចៅសៀមចង់បានទឹកដីកម្ពុជាសូម្បីតែមួយចំអាមក៏មិនអាចលបើកបានដែរកម្ពុជានឹងត្រៀមជាស្រេចជួយសង្គ្រោះជាតិនិងការពារអធិបតេយ្យភាពរបស់ខ្លួនពីការរំលោភបំពានប្រទេសសៀមនេះ